រឿងក្នុងកូនភាសាស្រីពេលដែលយើងចង់ញ៉ាំនំបញ្ចុកម៉ែក្មេរឲ្យញ៉ាំមែនទេចាតែបើថាជីវិតពិតរបស់ខ្ញុំវិញមកដល់ផ្ទះគឺម៉ាក់ក្មេខ្ញុំក៏បានធ្វើនំបញ្ចុកស្លខ្មែរដែលខ្ញុំចូលចិត្តញ៉ាំហ្នឹងគឺធ្វើឲ្យកូនភាសាឡើងពេញបបតែម្ដងអាចញ៉ាំបាន2ថ្ងៃចានេះខ្ញុំគ្រាន់តែមកពីធ្វើការងូតទឹកហើយហ្នឹងចាប់ផ្ដើមរៀបចំញ៉ាំនំបញ្ចុកចាបងប្អូនទីមើលថាខ្ញុំញ៉ាំបានច្បាយខ្ញុំដាក់ម្ដង3ច្បាយហើយនឹងបន្លែទៀតនិយាយទៅដល់មួយចានគោមនឹងហ្មងអូយខ្ញុំមិននឹកស្មានថាខ្លួនឯងញ៉ាំអស់ទេតែប៉ុណ្នេះខ្ញុំឃ្លាននេះក៏ខ្ញុំដាក់អស់ហ្មងហើយនេះពណ៌ទឹកស្លខ្មែរនេះបងប្អូនមើលទៅឡើងតំណងហើយពេលដែលយើងធ្វើខ្លួនឯងអញ្ចឹងគឺយើងអត់ខាំសាច់ត្រីទេដាក់មកឆ្ងាញ់មកសាច់ត្រីទាំងកាក់ទាំងទឹកអីហ្នឹងគឺសមស្របគ្នាតែម្ដងហើយនំបញ្ចុកផ្លេចអត់បានគឺរឿងម្ទេសហុយហ្នឹងឯងនេះបងប្អូនខ្ញុំផ្លេចអត់បានទេនៅផ្ទះមានជាប្រចាំហ្មងចាគឺដាក់មកសាភាហ្នឹងទៅហើយឆ្លៀតមកបេះកូនម្ទេសនឹងក្រោយផ្ទះដែរកូនម្ទេសទូអញ្ចឹងណាតែហល់ឆ្ងាញ់ណាស់ឡើងឈ្ងុយពេញមាត់ហ្មងឥឡូវនេះដល់វគ្គចាប់ផ្ដើមខ្ញុំញ៉ាំឲ្យបងប្អូននេះមុននឹងញ៉ាំគឺធ្វើការច្បល់នំបញ្ចុកឲ្យនឹងបន្លែឲ្យសព្វចូលគ្នាសិនហើយមើលម្ទេសហុយខ្ញុំគឺដែកនៅលើចានហ្នឹងហ្មងហើយចានគោមនេះគឺប្រចាំនៅផ្ទះខ្ញុំតែម្ដងមិនថាស៊ុបកាទៀវបបរឬមួយនំបញ្ចុកគឺដាក់ចានហ្នឹងត្រូវប៉ាន់តែម្ដងញ៉ាំនំបញ្ចុកមួយម៉ាត់ខាំម្ទេសមួយម៉ាត់អូយវាថាក្តីសុខខ្លាំងហ្មងព្រោះដោយសារខ្ញុំចូលចិត្តនំបញ្ចុកខ្លាំងហើយជាពិសេសហ្នឹងគឺស្លខ្មែរគឺលេខ1ហ្មងបន្ទាប់មកស្លណាំយ៉ាស្លក្រីអីតែភាគច្រើនតែខ្ញុំគឺធ្វើតែនំបញ្ចុកស្លខ្មែរហ្នឹងឯងជាទូទៅហ្មងនេះហើយគឺជាសេចក្តីសុខរបស់ខ្ញុំបានញ៉ាំឆ្ងាញ់ឆ្អែតមុនពេលចូលគេងគេងលក់សបនល្អហើយខ្ញុំអង្គុយហ្នឹងគឺបន្លែនំបញ្ចុកឯនៅចិត្តនឹងខ្វះបន្លែខ្វះនំបញ្ចុកគឺថែមបានតាមចិត្ត